bạn sự đây là clear tỏ hiện ngò và tỏ mì riêng tí của mũi bỏ dưỡng tiệm tôn tân năng lấy ảo nổi bà giống như nơi dây bị chrome page setup bà giống page setup ní cứ mình thay đượcក្នុងWord Excel បាទនៅក្នុងកម្មវិធី Office គឺជាផ្នែកសំខាន់មួយដែរនៅក្នុងការរៀបចំกระดาษកិច្ចការងាររបស់យើងមុនពេលដែលយើងធ្វើកិច្ចការងារនិងពេលដែលយើងធ្វើរួចយើង print ឯកសាររបស់យើងចេញបាទអញ្ចឹងវាជាចំណុចសំខាន់ក្នុងការរៀបចំกระดาษរបស់យើងឲ្យត្រូវទៅនឹងបាទអ្វីដែលយើងចង់ print ចេញមកបាទអញ្ចឹងតកតងចំណុចទី1គឺ machine គឺជាបាទផ្ទៃបាទចន្លោះដែលយើងមិនដែលប៉ះឬមិនដែលធ្វើការជាមួយវាទេបាទយើងធ្វើតែនៅក្នុងផ្នែកកណ្ដាលទេបាទអ្នកទាំងអាចមើលរូបខាងក្រោមនេះបានចំណុចបាទគែមបាទឆ្វេងស្ដាំលើក្រោមនេះបាទលើកលែងតែកណ្ដាលលេខព្រោះកណ្ដាលគឺយើងអាចសរសេរបានប៉ះបានមែនអត់បាទប៉ុន្តែជុំវិញកណ្ដាលរបស់យើងគឺគេហៅ machine នឹងឯងគឺជាចំណុចដែលមើលឃើញតែប៉ះឬក៏មិនដែលធ្វើបាទការនៅជុំវិញនឹងបានទេបាទហើយ orientation បាទតកតងទៅនឹងกระดาษ PPT ហើយនិងกระดาษបញ្ចូលអញ្ចឹងបើសិនជាយើងធ្វើដូចជាសរសេរ CV បាទឬក៏ធ្វើกระดาษកិច្ចការងារណាមួយគឺយើងចង់បានជាกระดาษបញ្ចូលឬក៏กระดาษ PDF បាទអញ្ចឹងយើងត្រូវកំណត់ជាមុនពេលដែលយើងធ្វើកិច្ចការងាររបស់យើងបាទsize គឺតកតងទៅនឹងទំហំកណ្ដាលក្តារដែលយើងតែងតែ print ដូចជា print CV បាទឬក៏ក្តារស្នាមបាទផ្សេងយើងអាចប្រើទំហំ A4 បាទក្តាររាមទូទៅរបស់យើងបាទអញ្ចឹងយើងត្រូវទៅរើសហើយ column គឺយើងបាទពុះក្តាររបស់យើងហ្នឹងទៅជា3ជា4បាទcolumn ជួរជ្រោបាទនៅក្នុងការសរសេរបាទក្តារយើងក្តាររាមយើងចង់ពុះជាប៉ុន្មានផ្នែកគឺយើងអាចប្រើ column នេះបានបាទ column នេះមិនតាក់ទងនឹង table ទេប៉ុន្តែវាពុះក្តាររបស់យើងដូចទៅនឹងទម្រង់ table ដែរប៉ុន្តែក្នុងលក្ខណៈបាទពុះអត្ថបទយើងដូចក្តារកសែតបាទហើយ break អ្នកនរគ្នាបានស្គាល់ម្ដងហើយនៅក្នុង insert menu គឺតាក់ទងទៅនឹងការបង្កើតបាទក្តារថ្មី page ថ្មីហើយវាមានចំណុចដែលលើនឹងច្រើនទៀតដូចជាការបែងចែកបាទ section នៃក្តាររបស់យើងដើម្បីក្នុងការបង្កើតសៀវភៅបាទអញ្ចឹងយើងត្រូវស្វែងយល់បន្ថែមនៅក្នុងហ្នឹងបាទអញ្ចឹងឧទាហរណ៍បាទនេះជាក្តាររបស់យើងអញ្ចឹងអ្នកគ្នាត្រូវចូលទៅក្នុង layout បាទ menu ហើយយើងចុច margin អញ្ចឹងភាគច្រើនខ្ញុំយកបាទចំណុចសងខាងនេះដែលយើងឃើញនេះបាទគឺចំនួនបាទ 0.5 យើងយក narrow ដែលវាធ្វើឲ្យផ្ទៃកណ្ដាលរបស់យើងមានទំហំកាន់តែធំហើយ scale សងខាងគឺកាន់តែតូចយើងអាចសរសេរអក្សរបានច្រើននិងធ្វើកិច្ចការងារបានច្រើនក្នុងនឹងជាពិសេសគឺយើងធ្វើ CV ឬធ្វើលិខិតស្នាមផ្សេងដែលយើងយកនឹងបាទត្រូវការกระดาษច្រើនហើយគែមសងខាងគឺទំហំតូចក្នុងការសរសេរអក្សរបានច្រើនបាទហើយកระดาษគឺយើងយកបាទ portrait នេះគឺกระดาษបញ្ចូលហើយខាងក្រោមនេះគឺกระดาษ PDF បាទហើយទំហំបាទគឺយើងយក A4 បាទกระดาษរាមទូទៅរបស់យើងហើយ column គឺយើងពុះกระดาษរបស់យើងជា2ជា3ឬខាងឆ្វេងឬខាងស្ដាំដូចក្នុងរូបនេះបាទអញ្ចឹងយើងនឹងទៅស្គាល់បន្ថែមនៅពេលដែលយើងទៅធ្វើអនុវត្តលំហាត់បាទអញ្ចឹង page គឺយើងបង្កើតกระดาษថ្មីដូចគ្នាបាទអញ្ចឹងខ្ញុំនឹងនិយាយតាក់ទងនឹងវានៅពេលដែលយើងធ្វើកិច្ចការងារបាទបាទអញ្ចឹងមេរៀនបន្ទាប់របស់យើងតាក់ទងទៅនឹង line number បាទអញ្ចឹង line number នេះវាបង្ហាញរាល់ពេលដែលយើងសរសេរអត្ថបទគឺមួយជួរគឺស្មើនឹងមួយបន្ទាត់បាទអញ្ចឹងវាចេញជាប្រភេទ number ឲ្យយើងឃើញបាទហើយចំណុចទី3នេះគឺបាទ hyphenation នេះគឺតាក់ទងទៅនឹង
យើងប្រើប្រាស់ជាមួយនឹងភាសាអង់គ្លេសដែលវាមានពាក្យមួយចំនួនឧទាហរណ៍ថាយើងសរសេរមកវាច្រើនហើយពាក្យចុងក្រោយហ្នឹងគឺសរសេរអត់បានពេញទេវាធ្លាក់មកបន្ទាត់ថ្មីអញ្ចឹងវានឹងបន្ថែមសញ្ញាដកមួយដែលគេហៅថា dash នឹងដើម្បីបញ្ជាប់ទៅនឹងពាក្យដែលបានធ្លាក់មកក្រោមអញ្ចឹងនឹងប្រើបានតែភាសាអង់គ្លេសទេបាទអញ្ចឹងឧទាហរណ៍យើងចុច line number យើងអាចចុចបាទ continuous អញ្ចឹងវានឹងបង្ហាញបាទបន្ទាត់ទី1បាទបន្ទាត់ទី2បន្ទាត់ទី3គឺតែបែបហ្នឹងទេនៅក្នុងការឲ្យយើងឃើញពីបន្ទាត់នៃអក្សរដែលយើងបានសរសេរពីចាយើងមិនដែលជាសូវប្រើដែរបាទអញ្ចឹង hyphen នេះគឺhyphenation នេះគឺយើងប្រើបានតែជាមួយភាសាអង់គ្លេសគឺពពួកប្រភេទអត្ថបទដែលយើងធ្វើនឹងជាលក្ខណៈទស្សនបតីជាខ្សែបាទដែលសរសេរច្រើនមានពាក្យមួយចំនួនដែលវាធ្លាក់បាទចុះទៅបន្ទាត់ថ្មីអញ្ចឹងវាត្រូវប្រើបាទ dash sign ដើម្បីតបជាប់ពាក្យហ្នឹងបាទសម្រាប់ភាសាអង់គ្លេសបាទអញ្ចឹងក្រុមបន្ទាប់គឺតកតងទៅនឹង paragraph អញ្ចឹង paragraph អ្នកនរគ្នាបានស្គាល់ម្ដងខ្លះហើយតកតងទៅនឹងបាទ spacing ហើយនឹង indent បាទការចូលបន្ទាត់ចូលដើមបន្ទាត់ឬក៏ការរំកិលអត្ថបទរបស់យើងហ្នឹងឆ្វេងស្ដាំបាទឲ្យវាខិតចូលទៅក្នុងបាទឬក៏ខិតទៅស្ដាំកាន់តែច្រើនដើម្បីទុកគម្លាតឬក៏យកចន្លោះណាមួយបាទហើយ spacing នេះគឺយើងដាក់បាទកំណត់ space នៃជួរអក្សរយើងដូចគ្នាបាទអញ្ចឹងយើងអាចតេស្តបានបាទលោកអ្នកនរគ្នាគួរតែតេស្តសាកល្បងអញ្ចឹងឧទាហរណ៍ថាយើងចូលពីខាងឆ្វេងទៅប្រមាណអញ្ចឹងយើងអាចរំកិលបាទដូចយើងប្រើ ruler ដូចគ្នាបាទអត់ខុសទេបាទពីស្ដាំបាទអញ្ចឹងពីស្ដាំតើយើងមើលពីផ្នែកខាងស្ដាំបន្ថែមឬក៏បន្ថយបាទហើយនេះគឺយើង add space ពីខាងលើឬក៏ពីខាងក្រោមអញ្ចឹងឥឡូវខ្ញុំបាទ before ហើយ after គឺវា add ពីខាងក្រោមនៃអត្ថបទយើងវិញអញ្ចឹងយើងពិបាកមើលបន្តិចបាទភាគច្រើនយើងមិនដែលសូវបានជាប្រើដែរបាទចឹងអ្នកអាចស្គាល់ចឹងទៅពេលយើងត្រូវការប្រើយើងអាចដឹងថាយើងគួរប្រើបែបណាបាទភាគច្រើនយើងអាចសូវប្រើដែរភាគច្រើនគេប្រើជាមួយប្រភេទអត្ថបទបាទយើងនិយាយអត្ថបទច្រើនយើងអាចត្រូវការប្រើវាខ្លះតិចតួចបាទអញ្ចឹងតកតងទៅនឹងមេរៀនបន្តគឺយើងនិយាយអំពីក្រុម arrange បាទអញ្ចឹងវាតកតងទៅនឹងដូច alignment ដែរប៉ុន្តែយើងធ្វើការជាមួយនឹង shapes text box និងរូបភាពបាទពីព្រោះអក្សរយើងអាចរំកិលឆ្វេងស្ដាំកណ្ដាលមែនអត់បាទអញ្ចឹងរូបភាពឬក៏ shape ក៏ដូចគ្នាដែរបាទគឺយើងត្រូវការរំកិលវាឆ្វេងស្ដាំកណ្ដាលលើក្រោមអញ្ចឹងវាបានច្រើនបាទអញ្ចឹងយើងប្រើពួក alignment បាទតោះអញ្ចឹងយើងទៅមើលរបៀបប្រើប្រាស់ទាំងអស់គ្នាបាទបាទអញ្ចឹងដើម្បីយើងអាចប្រើប្រាស់នៅ option ទាំងអស់នេះបានគឺយើងត្រូវការយករូបឬក៏ shape មកមួយសិនបាទអញ្ចឹងឧទាហរណ៍ខ្ញុំយករូបភាពមួយបាទចូល insert picture this device បាទខ្ញុំយករូបភាពមួយមកខ្ញុំចុច select ហើយខ្ញុំចុច insert បាទខ្ញុំបានរូបភាពមួយហើយខ្ញុំទាញធំហើយមួយទៀតខ្ញុំចូល insert ខ្ញុំយក shape បាទខ្ញុំយករង្វង់មូលចុះបាទអញ្ចឹងរូបភាពនៅពេលណាដែលយើង insert មកដំបូងបាទគឺរូបភាពយើងមិនអាច move ទៅណាបានទេខ្លះទេបាទយើងអាច move បានប៉ុន្តែយើងត្រូវមើលទៅលើ cursor យើងរត់ទៅណារូបភាពហ្នឹងទៅនឹងដែរបាទអញ្ចឹងយើងអាចឃើញដូចយើង shape ទេដោយសារតែយើងត្រូវការ
đồ web type đây dương nó về đây dương click nó đưa thuộc hiệp dương đừng khơi trang mùi lột trong cái thằng web type bà được có layout options bà dương click mà cháu mình một nghĩa inline with type ní mình ta rút hiệp bỏ dương nâng đa tu nhật tí được có đa được con chú đôi tên là so dương là sẽ đài chấm như riêng của bạn được con cá tin trồng làng bài chạy và chấm điện đa tu chỉ với chia so đài chấm dương thơ ca đồ vẹt bạn with type wrapping và chấm như ai đồ so nơi kia cho một lúc bà kia là mốn kia kháng một thay một tiếp và bây giờ có tư dương khơi rút hiệp nâng là số nó kia và hơi số nâng và nơi khang lớn rồi còn nơi khang cao nơi rút hiệp mình thấy cho ảnh bộ bàn thầm đà và cái là số virus bên nơi bị lớn nơi khang cao mình behind cứ mình thao rút hiệp nó nơi bị cao số mình bà rút hiệp nơi bị cao số chớm dương mưa khơi này chớm dương có bà chạm tí thôi dương chạm bị chóm cho một kế từ bà chạm bà đi xa bên nơi bị cao bà bên nơi bị cao số đi của bà chạm in front mình than nơi bị lỡ rút rồi còn nơi bị lỡ nó nằm nè bà nơi bị lỡ vật thổ xe rút hiệp xe rồi còn nơi bị lỡ số dương chạm một bà này chớm lại thấy nó có sự thật nơi nóng bà layout miền đá bà dương hại mưa để thùng đẹp thấy bà miền bị hai và so được hàng được hàng cao và chớm cứ được nó option mình đôi khi nơi trong cái của mình đôi khi đấy hay position của đôi khi đấy thì anh đặt rút hiệp bao nhiêu anh nơi bạn hàng lơ cái đá bạn hàng lơ xuyên đáy bạn cái đá hàng xuyên đáy bạn nơi trong con đào cái đá bao nhiêu nằm ở đó bà rư có bạn nơi hàng cầu chấm những chia ti tăng này rút hiệp đây cái không mặc ở dưới rồi chỉ sửa lại con tài hái bà rút hiệp bỏ dưới nó tự đã ti tăng này dương chọn bà hai mũi tiết địa tôn thì nó là dùng vô in front chắc bà chấm mũi tiết cứ bring forward hay nâng sân backward chấm bring bị thật bring forward như thế dương tiên vật thổi muối rồi có bạn object ấy muối rút hiệp ấy muối ai sẽ thật on nơi hàng lớn mới đòn một thằng tôi giá cụ thì họ bà dương cho ao bà lấy nhưng mà cục mùi tiệm á cục rút rectangle mà đó bà nhục đặt pi lơ kia bẹp bà chắc cụ thì họ nhưng cho ao rút vùng mù nè bà lang một nơi lứa rút hiệp vinh chẳng chân thơ prai kia dương thơ sẽ lệch được chóm rung vốn mu nữa bà những ảnh chôn lấy áo dương vô bring forward và dương cho bring forward rồi dương cho đưa icon càng lớn đi các bạn ấy bà dương đừng khơi rút vùng mũ lao một nơi lứa rút hiệp vinh bà bởi dương sân đẹp bớt nên thay dương rút hiệp nó từ lọc từ cào vinh tái không đông cạn này mà đo mà thằng bà chứ bây giờ bring hay bring tiếng bà nếu muốn được bố bên nơi bị lừa rút hiếp rồi nó bên nơi bị lừa bà rectangle càng cao bà bởi dương sân từ quýnh bà bị cho từ mà đo mà thằng đôi cái này bà giống như miên bà bring forward sân backward mà đo mũi mà đo mà thằng nát được có dương lược bia lao mà lừa cả mà đo bà giống như miên bring to front đấy cứ lược máu đo một kia tầm hai sân của đôi khi ấy cứ minh sân bạc thu ba cứ dương vui tới tân nơi bị cao kia tầm đồ hai bring in front of text những đôi khi bạn dựng ảnh được vật khẩu nước môn nữ hàng nữa đi lừa sò thái ăn nữ đi lừa object sen thì bà hai sân bị hái đôi khi ấy cứ dương vui vật khẩu nước tân nơi cao số quỳnh bà cái ảnh bring in front of text quỳnh bà hay không cả này để dân của bạn select vật thổ thường ở nâng rút kia ở nước những ảnh chơi
select pane បាទ selection pane យើងនឹងឃើញផ្ទាំងមួយនៅkiaនេះបាទវានឹងបង្ហាញរាល់ object ទាំងអស់ដែលមានឈ្មោះបាទដូចជា oval នេះគឺរង្វង់មូល picture ហ្នឹងគឺរូបភាពហើយ rectangle នេះគឺរូបបាទចាក់ទៅកោងកែងនេះបាទអញ្ចឹងalignment នេះដូចគ្នាយើងអាចរុញរូបបាទឬក៏ shape របស់យើងទៅខាងឆ្វេងបាទមកកណ្ដាលទៅខាងស្ដាំបាទទៅខាងលើផ្នែកកណ្ដាលបាទខាងកណ្ដាលកណ្ដាស់របស់យើងវា copy center បាទ middle នេះគឺនៅកណ្ដាលគេបាទចូលទៅកណ្ដាលកណ្ដាស់តែម្ដងបាទអញ្ចឹងវានៅកណ្ដាលកណ្ដាស់នេះបើយើងរាប់បាទពីលើទៅដល់ក្រោមអញ្ចឹងវានៅកណ្ដាលកណ្ដាស់នេះអញ្ចឹងបើយើងថែម center មួយទៀតបាទវាចូលទៅកណ្ដាលកណ្ដាស់បើរាប់ទាំងខាងលើខាងក្រោមឆ្វេងស្ដាំបឋមវាចូលទៅខាងក្រោមវិញបាទ top វាទៅខាងលើវិញអញ្ចឹងជា alignment បាទហើយ rotation គឺយើងត្រឡប់បាទ rotation គឺយើងត្រឡប់រូបភាពយើងនឹងទៅតាមបាទដេក90 degree 180 ឬអីយើងអាចត្រឡប់រូបភាពរបស់យើងបានបាទបាទអញ្ចឹងខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះយើងនឹងបន្តស្វែងយល់បន្ថែមទៀតនៅក្នុងលំហាត់អនុវត្តអញ្ចឹងចំពោះមេរៀន Word ខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះវីដេអូក្រោយៗយើងនឹងទៅធ្វើលំហាត់ទាំងអស់គ្នាដើម្បីស្វែងយល់ពីចំណុចដែលយើងបានរៀនបន្ថែមទៀតអញ្ចឹង